បាទថ្ងៃនេះខ្ញុំសូមបកស្រាយដើម្បីឲ្យបងប្អូនអស់ចម្ងល់អំពី 300K ក្នុងរយៈពេល28ថ្ងៃបញ្ហាទី2 CM ប្រទេសខ្មែរក៏មានសិទ្ធិរកលុយពី Facebook ដែរតើវាមានលក្ខខណ្ឌអីខ្លះបានហ្នឹងហើយទី1យើងនិយាយពី 300K ក្នុងរយៈពេល28ថ្ងៃចំនួន view ឡើងដល់ 300K យើងគិតថាវាមិនច្រើនប៉ុន្មានហើយក៏មិនតិចប៉ុន្មានដែរតែបងប្អូនត្រូវធ្វើឲ្យបាន 300K ពេលបាន 300K ខាង Facebook នឹងបើក unlock ឲ្យយើងខាង CM មានន័យថា content monetization បាទធ្វើឲ្យគ្រប់ទៅគឺយើងមានសិទ្ធិបើករលួយហើយអំពី Facebook ហ្នឹងប៉ុន្តែមិនមែនបើកគ្រប់ Facebook ទេបងប្អូនត្រូវស្ដាប់ឲ្យច្បាស់កន្លែងហ្នឹង CM 300K នេះគេសំដៅទៅលើប្រភេទ page ដែលមាន IP នៅលើប្រទេសដែលមានសិទ្ធិរកលុយតែប៉ុណ្ណោះចំណែកប្រទេសខ្មែរយើងអត់ទាន់មានសិទ្ធិទេបងប្អូនមិនទាន់មានសិទ្ធិរកលុយជាមួយ Facebook ពេញលេញទេបាទអញ្ចឹងសូមបងប្អូនកុំច្រឡំបាទគេនិយាយតែ IP គេហៅថា IP បរទេសចំណែក IP ខ្មែរអត់មានទេបាទទី1ហើយចំណែកទី2ហៅថា CM ប្រទេសខ្មែរក៏មានសិទ្ធិរកលុយដែរតែ CM នេះមិនសំដៅទៅលើ content monetization ទេបាទអញ្ចឹង CM នេះគេសំដៅលើអីនៅប្រទេសខ្មែរដែលមានសិទ្ធិរកលុយជាមួយ CM នេះគឺគេសំដៅទៅលើ chat messenger បាទបងប្អូនឆាតតាម messenger ហ្នឹងទៅរកលុយឪពុកម្ដាយបងប្អូនទៅគឺបានដូចគ្នាបាទ$10 $20 $50អីបងប្អូនតាមឆាត messenger ទៅបានដូចគ្នាបាទអញ្ចឹងបញ្ជាក់ឡើងវិញ 300K នៅលើ28ថ្ងៃនេះគឺมันមានគ្រប់ IP ទេគឺសំដៅតែប្រទេសដែលគេបើកសិទ្ធឲ្យរកលុយពេញលេញប៉ុន្តែ page នៅខ្មែរយើងក៏អាចរកលុយបានដែរគឺរកតាមរយៈពាណិជ្ជកម្មគឺមាន sponsor បាទហើយសម្រាប់ខ្ញុំក៏មិនដឹងច្បាស់ថា sponsor នឹងគេត្រូវមានលក្ខខណ្ឌយ៉ាងម៉េចដែរបាទអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់នេះមិនមែនគ្រប់ IP មានន័យថា page របស់យើងហ្នឹងមិនមែនគ្រប់ page ទាំងអស់ទេហើយនៅទូទាំងពិភពលោកនេះដូចជាមានជាង20ប្រទេសបាទតាមខ្ញុំធ្លាប់ដឹងមានជាង20ប្រទេសហ្នឹងគឺអត់មានសិទ្ធិរកលុយជាមួយ Facebook ទេហើយក្នុង20ប្រទេសជាងហ្នឹងក៏មានប្រទេសកម្ពុជាយើងមួយដែរគឺអត់មានឈ្មោះក្នុងបញ្ជីរកលុយជាមួយ Facebook ទេបាទអញ្ចឹងអ្វីដែលរាល់ថ្ងៃនេះឃើញគេហៅថាអំផ្កាអញ្ចឹងបងប្អូន MMO ដៃថ្មីរីកដូចផ្កាប៉ុន្តែមិនត្រឹមត្រូវទេបងប្អូនត្រូវស៊ូបងប្អូនស្គាល់អ្នកណាដែលគេហៅថាគាត់ជំនាញខាង Facebook ខាងអីហ្នឹងបងប្អូនដែលលេង Facebook អីហ្នឹងគេរកលុយច្បាស់លាស់ហ្នឹងបងប្អូនឆាតស៊ូទៅបាទគាត់នឹងបញ្យល់ក្បោះក្បាយហើយបាទសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនបាទសូមអរគុណហើយរាល់ចម្ងល់បងប្អូនអាចសួរខ្ញុំបានខ្ញុំក៏ចេះខ្លះដែរ
ចេះខ្លះចេះច្រើនដែរបងប្អូនយល់បានច្រើនដែរបាទប៉ុន្តែมันគ្រប់ជ្រុងជ្រួយទាំងអស់ទេប៉ុន្តែបើបងប្អូនមានចម្ងល់អាច comment សួរបានអាចឆ្លើយបានអាចជួយបងប្អូនបានថាគ្រឹះនៃការរលុយពី Facebook ហ្នឹងមានអ្វីខ្លះបាទសូមអរគុណសម្រាប់ការតាមដានស្ដាប់បាទសូមអរគុណ